កូនចំពោះបងប្រុសទាំងពីរនេះរើសប្រពន្ធ24ខែក្រុងឯងរត់តាន់បាននេះទាំងពីរនេះបានបងចាបានឯងហ្នឹងបងវិតឯងឈរញញោបានមកញោអត់ទេឯងសំឯគ្នាបានសំមុខឯកាស្វែងអត់សំឯអត់ទេនេះបានតែជាសាច់ចម្រៀងតាឥឡូវអញ្ចេះបើថារើសយកបងណាបងរើសបន្តិចចង់ដឹងថាពីរអ្នកហ្នឹងមានសមត្ថភាពអីខ្លះបានចង់យកបងហ្នឹងខ្ញុំមានបងខ្ញុំមានឲ្យបត់និយាយមុនចាខ្ញុំមានខាងរំបាទរំអីគេរំបត់ក្រេអីចឹងទៅបត់អង់គ្លេសអញ្ចឹងចាឥឡូវសាកតិចបានទេបានតាបងចាអញ្ចឹងអញ្ជើញមកបងកាន់កាបូបឲ្យរំជាចង្វាក់អីគេបងជាចង្វាក់អីដែលបងអូនពេញចិត្តជាងគេខ្ញុំលើកយក Michael Jackson អូចាដូច្នេះសាចា1 2 3ចាំធ្វើបងជួយចាឆានធនវិញមានអីចង់កាច់ប្អូនបុតបាទខ្ញុំវិញគឺការបង្ហាញមុខសភាពបរោះអាយ៉ាអញ្ចឹងសុំសាកណាជួកាបូបចឹងចាស់សង្ហាមយ៉ាងម៉េចហើយឬក៏ឲ្យខ្ញុំធ្វើជាអាយ៉ៃក៏បានដែរអាយ៉ៃក៏បានចាយកមួយណាមុនទៅណាចាអាយ៉ៃមុនទៅបងអាយ៉ៃចាអូអាយ៉ៃពិបាកណាអូនអាចធ្វើបានអញ្ចឹងមិនធម្មតាបើខ្ញុំយកឈ្នះបុតបានមានន័យថាខ្ញុំណាបានបងឯងហើយចាអញ្ចឹងបងរកជូន1 2 3ពូជខ្លាយអើយមិនសូវប្រាច់ពូជកោងកាច់មិនសូវស្លូតពូជត្រង់រហូតពូជផពូតមិនផុតផើតាំងដាស់ទឿនអើយក្រែងរឹកយប់ល្ងាចព្រឹកខ្លាចកូនក្រចង់តែកូនអត់លួមអង្វរអត់កូនខំតាំងឪពុកអើយឃើញកូនចេះឃើញកូនចេញមិនដែលខឹងឃើញកូនខំប្រឹកប្រឹងឪពុកដឹងតែងត្រេកអរតែងកូនខូចអើយបំពេញទឹកម្ដាយឪពុកព្រួយបារម្ភកូនស្លូតដឹងគួរសមម្ដាយឪពុកសំថ្កងឆ្កើនគេឈ្មោះបងឆានធនបាត់មិញនេះគឺចង់ចូលបាត់ចប៉ីដងវែងតែមិនបាត់អាយ៉ៃណាមកសុំតាក់បន្តាមើលមើលលយដល់ហើយមិញអូសង្ហាវែនចាហើយចុះបើល្អទាំងនេះយកមួយណាទៅណចង់សួរគណៈកម្មការក៏ផ្ដល់យោបល់វិញចាបងសុនចន្ទថាយកមួយណាទៅបងចា
បើទាំងពីរល្អអញ្ចឹងខ្ញុំគិតថាយកអ្នកកាមេរ៉ាមកដែរ ចាយកបត់ល្អបង ចាព្រោះអញ្ចេះចបៃដងវេលើតរែងតែងតែអត់មានត្រឹងអត់មានព្រីងអីហ៎តែត្រឹងតឹងមានត្រឹងមានព្រីងអីលឺសបើណាចាហើយសង្ហាអញ្ចឹងឥឡូវអញ្ចេះមិនខ្វះទេទុកឲ្យបងវិតណកំឡោះស្អាតណាស់ឥឡូវបងប្អូននៅក្មេងចាំធំតិចចឹងណា អត់គាត់អ្នកគ្រូខ្ញុំអត់ឲ្យអ្នកគ្រូខ្ញុំអត់ឲ្យទេ ចា ខ្ញុំអត់ឲ្យអ្នកគ្រូ អត់ឲ្យឥឡូវទាំងពីរនេះ អ្នកខ្ញុំនឹងឈើល្អអញ្ចឹងយកកបិតកាត់បំពេញតែកណ្ដាលនេះខ្ញុំយកជើងឈើយកក្បាល ឥឡូវអញ្ចេះឥឡូវបិទភ្នែកទាំងពីរអ្នកទៅអ្នកណាឆ្លើយត្រូវណា បាទអ្នកគ្រូ ចាឥឡូវអ្នកគ្រូថាសួរភ្លាមឆ្លើយភ្លាម បាទ បិទភ្នែកណា បិទភ្នែកទាំង 1 2 3បត់តើបងវិតពាក់បជើងពោអី1 2 3ឆ្លើយអត់មើលទេអត់ឲ្យមើលចា1 2 3បត់បងវិតពាក់បជើងពោអី បងវិតបាក់បជើងពណ៌ស ត្រូវត្រឹមត្រូវ1 2 3ឆាងឈុនបងវិតពាក់បជើងពោអី ពណ៌ស ហើយត្រឹមត្រូវអញ្ចឹងខ្ញុំវិស្ពាយទៅរកប្រពន្ធតាមខេត្តណា ចា លើកឡើងណា អើយខ្ញុំអត់ទៀតអីគាត់ទៅប្រពន្ធនឹងមកឡើងចំជ្រួញអស់ហើយ ចាអត់អញ្ចឹងសូមអបអរសាទរមួយសិនចាឃើញថាបងអូនទាំងពីរច្រៀងបទហ្នឹងគឺនឹកឃើញទាំងអ្នកគ្រូមានកសែតដែរលោកតាសិនស៊ីសមុទ្រនិងលោកតាមាសសមនចាគាត់ច្រៀងដល់ឬថាជួបគ្នាមិត្តភក្តិទៅរកប្រពន្ធអញ្ចឹងណាចាឥឡូវឃើញបងអូនទាំងពីរធ្វើបានល្អណាស់ជាទំពាំងស្នងរស័យហើយចាកាលណាបទចម្រៀងកាលណាដាក់មកត្រូវច្រៀងមកបងអូនអាចមានដូចថាសម្បីតែខ្លួនយើងក៏ស្រួលដែរមែនទេបងអូនតែបើយើងច្រៀងត្រូវបំពង់កយើងបងអូនច្រៀងមកដូចថាឃើញខ្លួនឯងថាស្រួលខ្លួនទេ ស្រួលខ្លួនអ្នកគ្ ស្រួ រូ លខ្លួនទេបើច្រៀងត្រូវអញ្ចឹង បាទស្រួល ចាអញ្ចឹងឃើញថាសម្ដែងតែល្អកាយវិការល្អសូមអបអរសាទរជូនពរជោគជ័យចា៎ បាទអរគុណចាអរគុណអ្នកបងសុនចន្ទថាចុះចំពោះលោកគ្រូមេងសុធីវ៉ាន់ ខ្ញុំឃើញតិចបសល់ដល់ប៉ិនប្រសោតរបស់ក្មួយទាំងពីរនេះខ្ញុំមានការខឹងសម្បានឹងលោកហ្វាយសំអាងសម្បើមណាស់ ការរៀបចំរបស់គាត់ធ្វើឲ្យយុវវ័យរបស់យើងហ្នឹងគឺថាស្វែងយល់អំពីអត្តសញ្ញាណរបស់ជាតិនិងវប្បធម៌ទំនៀមទម្លាប់ដើមរបស់យើងដែលមានពីណាពីណីមកលោកបានកោះកកាយឲ្យបងប្អូននេះបានស្គាល់អស់លីង អញ្ចឹងមិនមែនថាយុវវ័យស្គាល់តែបទយុវវ័យទេណាយុវវ័យត្រូវស្គាល់បទយើងពីសង្គមចាស់នោះណាតាំងពីរៀមច្បងតាំងពីលោកតាអីគាត់ប្រើប្រាស់ទាំងប្រមាណហ្នឹងគឺថាក្មួយអាចធ្វើបានទាំងអស់នេះជាសក្ខីភាពមួយដល់ធំធេងណាហើយក៏ជាមោទនភាពរបស់ក្មួយទាំងអស់គ្នាដែរដែលមានវាសនាបានស្គាល់នៅអ្វីដែលក្មួយមិនទាន់កើតនោះក្មួយបានស្គាល់ហើយក្មួយយកមកសម្ដែងបានទៀតណាសូមអបអរសាទរមួយទៀតបាទហើយសម្ដែងនោះក៏សម្ដែងល្អអត់ខ្យល់ទៅទៀតបាទនេះជាមិនដឹងជារពាក្យអ្វីនិយាយឲ្យលឹះនឹងទេគឺថាខ្ញុំមានការរំភើបខ្លាំងណាស់តែសំទោសលោកវាយសម្បាំមិនមែនចង់តែអាគៀបជាបាតខឹងទេគឺថាមានការកោតសរសើរណាសរសើរណាស់នៅការរៀបចំការពិធីនេះគឺល្អផូរផង់មែនធ្វើឲ្យយុវវ័យរបស់យើងបានស្គាល់អស់នៅវប្បធម៌ទំនៀមទម្លាប់ដើមរបស់យើងបាទហើយសូមជូនពរឲ្យក្មួយទាំងពីរបាទទទួលនៅជោគជ័យនៅថ្ងៃអនាគតបាទ ហើយខ្ញុំក៏មានពាក្យនិយាយទៅអ៊ំប៉ៃហ្វាយម្អាងគឺគាត់ឲ្យខ្ញុំមកច្រៀងបទពីដើមលាយសម័យនេះគឺឲ្យខ្ញុំយល់ដឹងពីការចំណេះដឹងទូទៅគឺថាបទពីសម័យដែលយកមកច្រៀងគឺអឿនខុសគ្នាដោយសារតែបទលោកតាសិនស៊ីសមុទ្រវិញគឺគាត់អឿនមកគឺក្រលួចគួរព្រោះហើយធ្វើឲ្យខ្ញុំមិនមែនថាខ្ញុំចង់លុបចោលបទសម័យទេព្រោះអីថាបទពីដើមខ្ញុំស្ដាប់ទៅគួរឲ្យខ្ញុំចូលចិត្តដកក្នុងអារម្មណ៍មែនព្រោះអីគាត់ច្រៀងមកនេះធ្វើឲ្យខ្ញុំនឹកដល់ថាខ្ញុំនេះនៅក្មេងតែខ្ញុំអាចយល់ដឹងបាននៅការបទចម្រៀងចាស់និងបទថ្មីចាអរគុណបងអូនទាំងពីរនេះ បាទខ្ញុំបាទក៏សូមអរគុណដល់លោកគ្រូមេប្រយោគទាំងពីរដែលបានដាក់ពិន្ទុដ៏មោះមុតសំគណៈមេប្រយោគទាំងពីរនេះសំជាគណៈមេប្រយោគមុខដែកមែន ម
មែនមុខដៃរឹងណាមុខដៃមែនណោះ បានតែគ្រូហើយក៏សូមអរគុណដល់អ៊ំអានដែលបានឲ្យខ្ញុំច្រៀងបទនៅគ្រប់ចង្វាក់ដូពីរោះហើយធ្វើឲ្យដិតជាប់នៅក្នុងបេះដូងរបស់ខ្ញុំហើយកម្មវិធីនេះពិតជាល្អមែនតើទោះបីជាខ្ញុំធ្លាក់ក៏ខ្ញុំមិនអស់សង្ឃឹមដែរសូមបាទសូមជូនពរឲ្យអ៊ំអានមានសុខភាពល្អរកស៊ីមានបានសូមឲ្យគាត់មានសុភមង្គលហើយសូមជូនពរអ្នកគ្រូលោកគ្រូរកស៊ីមានបានឲ្យមានសុភមង្គលហើយនឹងធ្វើដំណើរឲ្យមានសុវត្ថិភាព សូមអរគុណ ចាអរគុណចំពោះបងអូនទាំងពីរនាក់សមត្ថភាពខ្លាំងពូកែយ៉ាងនេះតើបងអូនទាំងពីរនាក់អាចឆ្លងផុតនៃការប្រឡងវិញ្ញាសារបស់យើងនៅសប្តាហ៍ក្រោយៗទៀតដែរឬទេសូមកុំភ្លេចទស្សនាទាំងអស់គ្នានៅរៀងរាល់ថ្ងៃសៅរ៍ក្នុងកម្មវិធីផ្កាយរះ